cái nàyគឺជារឿងក្តីបោះចេតចាញ់ដែលគាត់ធ្វើការសម្លាប់ទៅលើឪពុកចុងរបស់គាត់កាលពីឆ្នាំ2020ដោយចេតគាត់គឺជាជនជាតិអាមេរិកនិយាយទៅជីវិតគាត់រៀងសែដែរអ្នកនរគ្នានៅពេលដែលគាត់កើតអត់ទាន់បានបានខែផងឪពុកម្ដាយគាត់ក៏បានលែងលះគ្នាដោយគាត់ត្រូវបានចិញ្ចឹមបីបាច់ដោយឪពុករបស់គាត់នៅពេលដែលចេតមានអាយុ14ឆ្នាំម្ដាយរបស់គាត់ក៏បានរៀបការជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Tom Merriman ដែលជាឪពុកចុងរបស់គាត់នឹងអញ្ចឹងពេលដែលម្ដាយគាត់រៀបការហើយគាត់មានផ្ទៃពោះគាត់ក៏បានហៅចេតហ្នឹងមកនៅជាមួយគាត់ជាមួយនឹងឪពុកចុងចេតគាត់ក៏បានយល់ព្រមដោយសារឯងនឹងគាត់ខ្វះភាពកក់ក្ដៅពីម្ដាយនៅពេលដែលម្ដាយហៅទៅនៅមួយគាត់ចង់ទៅនៅមួយម្ដាយអីអញ្ចឹងប៉ុន្តែពេលដែលទៅដល់នោះគឺម្ដាយគាត់មានផ្ដល់ភាពកក់ក្ដៅគាត់នៅគ្នាម្ដាយគាត់គឺជាមនុស្សម្នាក់ដែលញៀនថ្នាំហើយញៀនស្រាប្រមឹកយកហ្មងសូម្បីតែកូនដែលកើតមកក្រោយបងរបស់ចេតណាក៏គាត់អត់មើលថែដែរនិយាយទៅពេលកើតមកហើយគឺចេតគឺជាអ្នកដែលមើលថែអ្នកនរគ្នាដើរទូជាបងស្រីផងជាម្ដាយផងប៉ុន្តែទំនាក់ទំនងចេតជាមួយនឹងឪពុកចុងគឺល្អធម្មតាអ្នកនរគ្នារបៀបថាគាត់ស្រឡាញ់ឪពុកចុងនឹងដូចជាឪពុករបស់គាត់ហើយឪពុកចុងនោះក៏ចេញមករបៀបថាស្រឡាញ់ចេតនឹងដូចជាកូនបការបស់គាត់អញ្ចឹងរហូតដល់ចេតមានអាយុ18ឆ្នាំម្ដាយរបស់ចេតនឹងក៏ត្រូវបានប្លេចគាត់ខ្លួនហើយអញ្ចឹងទៅក្នុងផ្ទះហ្នឹងគឺនៅតែ3នាក់ឯឪពុកចុងគាត់ហើយនឹងប្អូនប្រុសរបស់គាត់ក្នុងកំឡុងពេលដែលម្ដាយគាត់ជាប់គុកហ្នឹងគឺចេតគឺគាត់នៅជាមួយនឹងប្អូនប្រុសគាត់ហើយនឹងឪពុកចុងគាត់បានសុខសាន្តអញ្ចឹងទៅរហូតដល់5ឆ្នាំក្រោយមកនៅពេលដែលម្ដាយគាត់ចេញពីគុកវិញម្ដាយគាត់ក៏បានយកប្អូនប្រុសគាត់ទៅនៅជាមួយហើយបានបែកគ្នាជាមួយនឹង Tom ដែលជាឪពុកចុងហ្នឹងអញ្ចឹងចេតគឺគាត់អត់មានសាច់ការអីត្រូវទៅនៅជាមួយនឹង Tom ទេអញ្ចឹងគាត់ក៏បាន move out ចេញទៅនៅក្រៅម្នាក់ឯងហើយ Tom ដែលជាឪពុកចុងហ្នឹងនៅពេលដែលប្រពន្ធលែងលះអញ្ចឹងទៅអត់មានកូននៅមួយផងគាត់នៅម្នាក់ឯងអញ្ចឹងទៅគាត់ក៏ចាប់ដើមផឹកស្រាប្រមឹកពីថ្ងៃទៅថ្ងៃអញ្ចឹងទៅដល់ពេលចេតវិញនៅពេលដែលគាត់ move out គឺគាត់ជាធ្វើការរហូតដល់បានបើកក្រុមហ៊ុនខ្លួនឯងអ្នកគ្នាឡើងជោគជ័យមកជីវិតគាត់រហូតដល់ពេលដែលគាត់អាយុ30ជាងហ្នឹងគាត់ក៏បានរបៀបថា move ទៅនៅកន្លែងផ្សេងមួយទៀតដល់ពេលដែល move ទៅនៅកន្លែងផ្សេងមួយទៀតហ្នឹងគឺវាចៃដន្យផ្ទះដែលគាត់នៅហ្នឹងគឺវាចិត្តជាមួយនឹងផ្ទះបោះ Tom ដែលជាឪពុកចុងរបស់គាត់ហ្នឹងដូចខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាថាទំនាក់ទំនងរវាង Tom ដែលជាឪពុកចុងហើយនឹង Jade ហ្នឹងគឺទំនាក់ទំនងល្អដូចឲ្យកូនអញ្ចឹងJade គឺគាត់តែងតែទៅអាសាទៅលេង Tom អាសាមើលថែយកចិត្តទុកដាក់អីចឹងទៅអញ្ចឹងរហូតដល់ថ្ងៃមួយហ្នឹងគឺ Tom គឺគាត់បានដួលអ្នកនរគ្នាដួលទៅរហូតដល់ប្រហែលចង់ប្រហែលអីចឹង Jade ក៏បាននាំ Tom ហ្នឹងទៅមន្ទីរពេទ្យទាំងកំឡុងពេលដែល Tom គាត់សម្រាប់នៅមន្ទីរពេទ្យហ្នឹង Jade គាត់ក៏បានទៅរបៀបថាជួយបោះផ្ទះ Tom អីចឹងសម្រាប់ផ្ទះចឹងទៅប៉ុន្តែនៅពេលដែលគាត់សម្រាប់ផ្ទះគឺគាត់បានរកឃើញអីម្យ៉ាងដែលគាត់នឹកស្មានអត់ដល់ទេហើយពេលដែលគាត់ឃើញគឺគាត់ខកចិត្តលើ Tom ខ្លាំងមែនតើហ្មងអីដែលគាត់រកឃើញហ្នឹងគឺគាត់រកឃើញនៅក្នុងកុំព្យូទ័ររបស់ Tom ដែលជាឪពុកចុងរបស់គាត់ហ្នឹងគឺជារូបស្រាតរបស់គាត់អ្នកនរគ្នាហើយគាត់អត់មានដឹងទេថារូបហ្នឹងគឺ Tom ថតតាំងពីពេលណាបានមកពីណាប៉ុន្តែរូបដែល Tom មាននៅក្នុងកុំព្យូទ័រហ្នឹងគឺជារូបនៅពេលដែលគាត់ហ្នឹងនៅវ័យជំទង់ណាមនុស្សដែលយើងចាត់ទុកដូចជាឪពុកទី2របស់យើងហើយយើងចាប់បានថាគាត់មានរូបស្រាតរបស់យើងអ្នកនរគ្នាគឺគាត់ខកបំណងទៅលើ Tom ខ្លាំងមែនតើហ្មងហើយគាត់អត់ដឹងថាត្រូវធ្វើអីវិនាទីហ្នឹងគឺគាត់ចាប់ផ្ដើមទេទៅមិត្តភក្តិរបស់គាត់ប្រាប់ពីរឿងហាងដែលកើតឡើងមិត្តភក្តិរបស់គាត់ក៏បាន recommend ឲ្យគាត់ហ្នឹងទៅប្តឹងប៉ូលីសប៉ុន្តែ Jade គឺគាត់អត់ទៅប្តឹងប៉ូលីសទេអ្នកនរគ្នាគឺ Jade គឺគាត់បានរៀបគម្រោងការដើម្បីកម្ចាត់ Tom ចោលហ្មងអ្នកនរគ្នានៅថ្ងៃទី31ខែ12ឆ្នាំ2020នៅពេលដែល Tom គាត់ត្រូវចេញពីមន្ទីរពេទ្យវិញហ្នឹងគឺ Jade គឺគាត់បានទៅយក Tom ហើយឲ្យ Tom លេបថ្នាំបំបត្តិការឈឺចាប់ហើយនឹងថ្នាំងងុយគេងរហូតដល់គាត់លែងដឹងខ្លួនណាអ្នកនរគ្នាហើយមុនពេលដែលគាត់ទៅយកហ្នឹងគឺគាត់បានជួលបរិសម្នាក់អ្នកនរគ្នាដើម្បីមកចាត់ការជាមួយគាត់នៅក្នុងគម្រោងការហ្នឹងអញ្ចឹងគាត់ក៏បានដឹក Tom ហ្នឹងមកផ្ទះប៉ុន្តែនៅពេលដែលគាត់តាក់តងបរិសដែលថាគាត់ជួលឲ្យមកចាត់ការហ្នឹងគឺតាក់តងអត់បានអ្នកនរគ្នាអញ្ចឹងគាត់ភ័យឆ្លេឆ្លាខ្លាំងមែនតើហ្មងព្រោះឥឡូវហ្នឹងគាត់ដឹក Tom ហ្នឹងមកដល់ផ្ទះ Tom អញ្ចឹងគាត់អត់ដឹងថាត្រូវធ្វើម៉េចអញ្ចឹងគាត់ក៏បានលើក Tom ចេញពីឡានតែគាត់លើកអត់រួចអ្នកនរគ្នាកម្លាំងមនុស្សស្រីទៅលើកបរិសចំណាស់មានរៀងធំគឺលើកអត់រួចទេពេលលើកនោះរបៀបថាគាត់លើកចេញពីឡានទៅគឺលើកអត់រួចចូលផ្ទះយកហ្មងរបៀបថាឲ្យ Tom ដេកដួលនៅរបៀបផ្លូវចូលផ្ទះហ្នឹងណាអញ្ចឹងគាត់ហៅតែស្លន់ស្លោទៀតអញ្ចឹងគាត់ចាប់ផ្ដើមទេទៅអ្នកដែលគាត់ជួលហ្នឹងគឺតាក់តអត់បានទេអញ្ចឹងគាត់ចាប់ផ្ដើមទេទៅសង្សារចាស់របស់គាត់របៀបថាឲ្យមកជួយលើកTom ហ្នឹងចូលផ្ទះចូលអីចឹងណាប៉ុន្តែសង្សាររបស់គាត់គឺពេលហ្នឹងគឺរវល់អ្នកនរគ្នាអញ្ចឹងគាត់អត់ដឹងត្រូវធ្វើម៉េចមានតែព្យាយាមតាក់តងទៅបរិសដែលគាត់ជួលអញ្ចឹងបរិសដែលគាត់ជួលហ្នឹងប្រាប់ថាឥឡូវពងរវល់អីចឹងនិយាយទៅបោកក្បាយគាត់ចោលហ្មងអញ្ចឹងក៏បានឲ្យបរិសម្នាក់ផ្សេងទៀតដើម្បីមកជួយគាត់អញ្ចឹងបរិសម្នាក់ផ្សេងទៀតហ្នឹងគឺអត់មានដឹងផែនការអីថាត្រូវសម្រាប់ Tom អីទេគឺគាត់មកក្នុងគោលបំណងថាមកជួយលើក Tom ចូលផ្ទះអីចឹងណាអញ្ចឹងនៅពេលដែលគាត់លើក Tom ចូលផ្ទះ Jade គាត់ក៏បាននិយាយថាឲ្យម្នាក់ប្រុសហ្នឹងសម្រាប់ Tom ប៉ុន្តែគាត់លើកចុះគឺគាត់ freak out ហ្មងគឺគាត់ហត់ចេញហ្មងអ្នកនរគ្នាព្រោះម្នាក់ប្រុសដែលថា Jade ជួលហ្នឹងគឺគាត់អត់បានប្រាប់អ្នកប្រុសដែលថាមកជួយ Jade ហ្នឹងឯងយល់អត់ចឹងទៅគាត់ចឹងឯណាសុកមកឲ្យគាត់សម្រាប់ចឹងគាត់រៀងភ័យដែរអញ្ចឹងJade គឺគាត់តតម្រេះខ្លាំងមែនតើអញ្ចឹងគាត់មានតែធ្វើខ្លួនឯងអ្នកនរគ្នាគឺគាត់ចាប់ផ្ដើមយកថង់ប្លាស្ទិកខបពីលើក្បាលបោះ Tom ហ្នឹងដើម្បីកុំឲ្យគាត់ដកដង្ហើមចេញប៉ុន្តែវិធីហ្នឹងគឺអត់បានផលអញ្ចឹងគាត់ក៏លើកដៃដើម្បីទៅច្បាច់កឪពុកចុងរបស់គាត់និយាយទៅច្បាច់ករហូតដល់ស្លាប់ហ្មងអ្នកនរគ្នាប៉ុន្តែកំឡុងពេលហ្នឹងចៃដន្យអីសង្សារចាស់របស់គាត់ដែលខាគាត់ខលទៅហ្នឹងចៃដន្យអីមកដល់ផ្ទះរបស់ Tom ហ្នឹងដើម្បីមកជួយគាត់តែមកដល់វាហ្នឹងនៅពេលដែលJade គឺគាត់បានសម្លាប់ឪពុកចុងរបស់គាត់ហើយអញ្ចឹងJadeគឺគាត់ភ័យខ្លាំងមែនតើគាត់ដឹងត្រូវធ្វើម៉េចគឺគាត់បានសារភាពទាំងអស់អ្នកនរគ្នាប្រាប់រឿងហៅទាំងអស់ទៅកាន់សង្សារចាស់របស់គាត់ហើយសង្សារចាស់របស់គាត់ហ្នឹងគឺដូចតែអ្នកមុនអញ្ចឹងណាគាត់លឺចង់គឺហត់ចេញពីផ្ទះហ្នឹងភ្លាមៗហ្មងដោយសារអត់ចង់ពាក់ព័ន្ធនៅក្នុងរឿងហ្នឹង
ចឹង Jade គាត់ក៏បានយកសាកសពរបស់ឪពុកជុំរបស់គាត់ដែលស្លាប់នឹងយកទៅលាក់នៅក្នុងគុំណោសម្រាប់នៅក្នុងផ្ទះហ្នឹងហើយព្យាយាមបាត់ភ័ស្តុតាងអីចឹងទៅប៉ុន្តែសង្សារចាប់របស់គាត់ហ្នឹងគឺបានទេប្តឹងប៉ូលីសហើយអ្នកទាំងគ្នាអញ្ចឹងប៉ូលីសគេក៏បានមកខាត់ខ្លួនគាត់ហើយសួរដំណើរដើមតងអីចឹងទៅគឺគាត់បាននិយាយថាគាត់គឺអត់បានច្បាច់កទេឪពុកជុំរបស់គាត់ស្លាប់ហ្នឹងគឺដោយសារតាផឹកថ្នាំលើកម្រិតប៉ូលីសគេក៏បានយកសាកសពរបស់ឪពុកជុំគាត់ហ្នឹងទៅធ្វើកសោវិច័យលទ្ធផលចេញមកគឺអត់មានស្លាប់ដោយសារតែការច្បាច់កតែស្លាប់ដោយសារតែលេបថ្នាំលើកម្រិតមែនអ្នកទាំងគ្នាអញ្ចឹងវាត្រូវអីនឹងចេញយាយប៉ុន្តែប៉ូលីសគឺគេមានហេតុផលឲ្យថាគាត់លើថ្នាំលើកម្រិតដោយសារតែអាចនឹងជ័យហ្នឹងគាត់ไปជ្រក់ថ្នាំជ្រក់អីរបៀបអញ្ចឹងណាមួយប៉ូលីសគឺគាត់មានទាំងសាកសីមានទាំងភ័ស្តុតាងអ្នកទាំងគ្នាភ័ស្តុតាងហ្នឹងគឺ message ដែលគាត់ send ទៅបរិយាដែលគាត់ជួលហើយនឹងសាកសីហ្នឹងគឺជាសង្សារចាប់របស់គាត់ប៉ុន្តែគឺគាត់បានតវ៉ាទៅវិញថាគាត់ជួលបរិយាហ្នឹងមិនមែនមកជួលឲ្យមកសម្រាប់ទេគឺគាត់ជួលដើម្បីឲ្យមកការពារគាត់នៅពេលដែលគាត់ហ្នឹងសួរនាំពីឪពុកជុំរបស់គាត់ថាភូមិហ្នឹងបានមកពីណាអីអញ្ចឹងណាប៉ុន្តែទង្វើដែលគាត់ធ្វើវាផ្ទុយនឹងអីដែលគាត់ប្រាប់ប៉ូលីសបើសិនឧទាហរណ៍ថាគាត់ចង់សួរមែនហេតុអីក៏គាត់ត្រូវដាក់ថ្នាំឲ្យថ្នាំទៅឪពុកជុំគាត់លេបរហូតឡើងដឹងសតិអីអញ្ចឹងណាអញ្ចឹងគឺប៉ូលីសគឺគេអត់ជឿទេហើយតុលាការក៏បានកាត់ក្តីឲ្យជេហ្នឹងគឺជាប់គុកមួយជីវិតយ៉ាងហោចណាស់25ឆ្នាំបានគាត់អាចស្នើសុំចេញក្រៅគុកបានហើយរឿងក្តីរបស់យើងគឺមានតែប៉ុណ្្នឹងទេបងអូនដែលស្ដាប់រឿងក្តីនេះគិតមិនដែរចំពោះរឿងក្តីមួយហ្នឹងអាច comment នៅក្រុមហ្នឹងបានហើយចាំជួយទៅ like Facebook page និង follow IG របស់ខ្ញុំម្នាក់មួយផងហើយបើសិនមានរឿងក្តីអីចង់ឲ្យខ្ញុំនិយាយអាច comment នៅក្រុមហ្នឹងបានអរគុណជួបគ្នានៅវីដេអូក្រោយ